បើសិនជាមានមកគ្រាប់ដាក់ចំទីតាំងទំនប់ទឹកមួយនេះណាពុកម៉ែបងប្អូនទីនេះគឺជាទំនប់ទឹកដែលធំជាងគេបំផុតនៅអាស៊ីមិនមែនជាទំនប់ដែលធំជាងគេនៅថៃទេណាគឺធំជាងគេបំផុតនៅអាស៊ីខ្សែកោងរបស់វាគ្រាន់តែកម្ពស់របស់អាងទឹកមួយហ្នឹងគឺមានកម្ពស់រហូតដល់ទៅ154ម៉ែត្រកម្ពស់វាខ្ពស់មែនតើបើពីនិយាយពីទំហំផ្ទុកទឹកវិញគឺបានរាប់លានម៉ែត្រគីបណាអឺទំហំទឹកសរុបផ្ទុកបាន13462លានម៉ែត្រគីបអញ្ចឹងអាងទឹកហ្នឹងធំណាស់ដែលគេស្តុកទុកទឹករបស់ទន្លេមួយនេះទន្លេដែលធំហ្នឹងណាហើយកន្លែងហ្នឹងវាជាទំនប់វារីអគ្គិសនីរបស់ប្រទេសថៃដែរអញ្ចឹងយើងទៅមើលថាពីកន្លែងទីតាំងហ្នឹងពីអាងមួយហ្នឹងទៅកាន់ប្រទេសយើងថាតើមានប្រវែងប្រមាណសម្រាប់ទីតាំងទំនប់ហ្នឹងវាធំមែនទែនបាងកកបើសិនជាទំនប់កន្លែងហ្នឹងវាបាក់ឬក៏មានការលេចធ្លាយទំហំធំណាមួយបាងកកក្លាយទៅជាកាធាយនៅក្នុងទឹកជាក់ជាមិនខានតែឥឡូវយើងវាស់ទៅមើលប្រវែងរបស់វាពីទីតាំងហ្នឹងទៅកាន់ព្រំដែនរបស់ប្រទេសយើងណាខ្ញុំចាប់ដើមវាស់ហើយទីតាំងនេះគឺស្ថិតនៅជិតប្រទេសភូមាគឺនៅជិតទីតាំងវាបើមកប្រទេសកម្ពុជាត្រូវការប្រើពេលឆ្ងាយបន្តិចរយៈចម្ងាយរបស់វាខ្ទង់500គីឡូ550គីឡូបើមកដល់ព្រំដែនមកគឺ558ណាពីមន្ទីរ7កន្លែងនេះគឺ550គីឡូម៉ែត្រត្រឹមតែម្ដងបងប្អូនចម្ងាយហ្នឹងណាទៅដល់ទីតាំងទំនប់ទឹកដែលធំជាងគេនៅថៃអញ្ចឹងបើយើងវាស់ពីកន្លែងនេះមកកាន់ប្រទេសភូមាវាអត់ឆ្ងាយប្រហែលទេសឹងនឹងជាប់ព្រំដែនប្រទេសភូមាជាមួយខ្ញុំអេតជាមួយនឹងទីតាំងមួយទៀតណាទីតាំងទំនប់ទឹកនឹងដដែលទេហើយយើងវាស់ទៅកាន់ប្រទេសភូមាវិញម្ដងវាស់មកខាងនេះមកផ្លេតមកដល់ហើយប្រវែងនឹងមិនឆ្ងាយទេពុកម៉ែបងប្អូនប្រវែងត្រឹមតែ6ប្រហែលគីឡូ60គីឡូពុកម៉ែបងប្អូន60គីឡូ60គីឡូបើត្រឹមតែ BM21 ស៊ីផុយឆ្ងាយនេះស៊ីផុយដាក់ចំដល់កន្លែងហ្នឹងមួយទៅថៃគឺនឹងលិចទាំងអស់អញ្ចឹងណាទីតាំងហ្នឹងហើយបើ PHL 03ទៀតទីតាំងប៉ុណ្ណេះហ្នឹងមិនបាច់និយាយទេគឺសួរងាយស្រួលមែនតើនៅក្នុងវីដេអូដែលខ្ញុំផុសនៅក្នុង page ណាមានជនជាតិថៃ comment ច្រើនហើយភូមិក៏មានដែរនៅក្នុង page ដែលខ្ញុំផុសមានការមើល view មានការទស្សនាច្រើនមែនតើវីដេអូហ្នឹងផុសតែមួយថ្ងៃឡើង1,200,000 view វីដេអូដែលតាក់ទងទៅនឹងចម្ងាយផ្លូវហើយនឹងអាងទំនប់ទឹករបស់ប្រទេសថៃហ្នឹងគឺមានអ្នកទស្សនាច្រើនទាំងខ្មែរនេះតែមួយថ្ងៃឯងផុសឡើង1,000,000 view ច្រើនមែនតើអូខេ